មនុស្សដែលទេវតាល្បែងចាំងរកនោះគឺខ្ញុំក៏ភ្លេចហើយថាយើងស្គាល់គ្នាតាំងពីកាលណាទេពេលនោះខ្ញុំប្រហែលជាអាយុ10ឆ្នាំចាខ្ញុំជួយសូមជឿសូមជឿយ៉ាងជឿណាមកច្រឡំលុយរបស់ខ្ញុំណាខ្ញុំចានេះណាចាខ្ញុំធ្វើមេបាក់ស៊ីសោលោកមកកងចាខ្ញុំមិនសល់ស៊ីបងតាមទៅមើលតើអត់មានលេងណាចាប់ឡើងចាយដល់ដៃលឿនចាប់ឡើងលឿនចាប់ឡើងចាប់ឡើងបើលឿនលើចាំមិនទេមិនតន់បើកចាំបើចាទៀតនេះបើលើហើយចាប់ឡើងលឿនឡើងទៅមើលស្អីទៀតដាក់ខ្លួនទៅដាក់ខ្លួនម្ដងក្តាមមិនងាយជាងនេះទេបើលឿនឡើងទៅនិយាយយូរម៉េចចាប់ឡើងបើទៅណាគេមកអញជិះមកយើងវិញអញជិះមកយើងមកអ្នកប្រុសយើងវិញអ្នកប្រុសអាយមិនទៅហើយសៀវជិងអាយមិនទៅហើយតាំងពីពេលនោះមកខ្ញុំក៏មិនដែលបានជួបគាត់ដែរប៉ុន្មានថ្ងៃក្រោយមកក្បាលរបស់ខ្ញុំមិនទាន់ជានៅឡើយឡងវាចេញទៀតមិននឹកស្មានថានៅទីនេះខ្ញុំបានជួបគេទៀតបងគួរជាអ្នកចាប់ខ្លួនគេមកទីនេះហេតែឯងពិតជាកាប់ដៃជើងរបស់វាមែនហេមុំមករបស់វាស្អាតបានបើសិនជាកាប់ដៃកាប់ជើងរបស់វាចោលប្រកាសជាខ្លាយទៅជាមនុស្សដែលគួរអន់ឥឡូវនេះជាសំណាងក្ររបស់ឯងហើយវៃកាប់ដៃទាំងពីររបស់ឯងរួចហើយឲ្យជើងរបស់ឯងទាំងពីរជន់ចិត្តកើនៅខាងក្រៅភ្លៀងខ្លាំងពេកខ្ញុំមានរំខានបងទេបងគួយលោកជីងលោកពូជីងគេចាំកាប់ដៃក្មេងៗណាជួយគេម្ដងទៅកុំសាហាវពេកបានទេធម្មតាទេតែខ្ញុំមិនយល់ប្រមាថធ្វើដូច្នេះទេកុំជឿចាស់របស់យើងបានទេប៉ុន្តែហើយខ្ញុំជាអ្នកទិញក្មេងនេះ$5,000ពេលនេះយើងគឺជាអ្នកទិញហើយពេលនេះគេឈ្មោះកៅអៅអាចរៃតម្លៃប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេកុំជេរវាអីវាសាហាវជាងឯងទៅទៀតសាហាវស្អីអាឡាត់ឯងក្រន់我觉得有什么可能？好想啊！លោកពូជីងបាននាំទៅចិញ្ចឹមពីទីនោះចាប់តាំងពីថ្ងៃនោះមកគេហាក់ដូចជាបាត់ដំណឹងពីលោកនេះទៅហើយលោកបានយកចិញ្ចឹមដែលបងប្រាស់ទីគេយកមកឲ្យខ្ញុំពាក់វាធ្វើដូចជាបន្តោងខ្សែកអញ្ចឹងឥឡូវខ្ញុំធំហើយលោកប្រាខ្ញុំលើកខាងពិភពគុណក៏កាន់តែល្បីឈ្មោះបើកបនល្បែងទី3កន្លែងស្រួលហើយចំណែកខ្ញុំគេទាំងអស់គ្នាចូលចិត្តឲ្យខ្ញុំថាបើឈីមានកាយខ្ញុំប៉ារបស់ខ្ញុំប្រាប់ថាយប់នេះកុំភ្លេចទៅចង់វ៉ានទីនោះមានភាពពិសេសច្រើនទីនេះក៏មានភ្ញៀវច្រើនដែរណែដល់ពេលខ្ញុំឲ្យខ្ញុំជាអ្នកឈ្នះឲ្យលុយមកខ្ញុំឯងឈ្នះប្រហែលយើងឲ្យឯងប៉ុណ្ណឹងណែលោកបងជារៀងរាល់យកប្រាក់ឲ្យខ្ញុំអញ្ចឹងគឺសម្រាប់ឲ្យខ្ញុំចាយឬមួយចង់តាក់ទងខ្ញុំចង់ទាំងអស់តែចាយប្រាក់មកខ្ញុំចាយខ្ញុំពេញចិត្តណាស់តែបើចាំតាក់ទងខ្ញុំសូមយកប្រាក់នេះទៅពេញចិត្តណែឲ្យអ្នកណាមកជំនួសខ្ញុំសិនណាបងឈីអត់ធំមកវានេះគេកាំងខ្លាំងណាស់មានន័យអត់ចាយគេចាត់កោវាទៅអងណាហើយស្អីលោឡាស្អីហ្នឹងដល់ឲ្យគេមកធ្វើបានពួកយើងប្រកាសជាវេទនាចឹងហើយយកឯងមិនចង់រស់ហើយអ្នកណាម្នាក់មិនចង់រស់នោះគ្នារបស់យើងមានជាង30នាក់ចំណាយរបស់មានគ្នា2 3នាក់អាចទប់ទល់បានប្រហែលនាទីទៅយ៉ាងច្រើនណាស់ស្មើគ្នាបើសិនជារបស់បកាឲ្យ11ទល់ជាមួយនឹង1ទៅខ្ញុំប្រកាសជាវីវគេចង់និយាយថាមិនគេនិយាយថាឆាប់ងាប់និយាយតែប៉ុណ្ណាថ្ងៃក្រោយជួបគ្នាអាយល្ងងនោះគេជាអ្នកណាជាជនជាតិវៀតណាមមករបស់ខ្ញុំណែនាំឲ្យស្គាល់ថាវាបកាយម៉ៃណាគេបកាយស៊ីណាកាយស៊ីគេជាវាយឬក៏មិនចេះនោះខ្ញុំមិនដឹងច្បាស់ទេតែគេពូកែស៊ីមែនគេស៊ីបាយតែជ្រូកអស់បាក់ចាំទៅហើយធម្មតាទេនៅវៀតណាមក៏ចំណៃណាធ្លាប់ធ្វើទៅហ៊ានទេកាលពីសម័យសង្គ្រាមខ្ញុំនៅកងពលលេខ16គឺជាកងពលពិសេសឈ្មោះអីដែរថាខ្ញុំលោកអង្គទៅបានលោកខានហូបបាយប្រហែលថ្ងៃហើយ4ថ្ងៃ4ថ្ងៃហូបបាយម្ដងប្រកាសជាឆ្ងាញ់ណាស់មែនទេ
កាលពីមុនគេស៊ីសាច់មនុស្សតែខ្ញុំមិនស៊ីសាច់មនុស្សទេគេអត់ព្រិចភ្នែកបានន័យថាគេនិយាយការពិតហើយនាងឲ្យខ្ញុំស៊ីបាយចានខ្ញុំនឹងជួយសម្លាប់មនុស្សជូននេះអញ្ចឹងគេមិនថ្ងៃស៊ីបាយខ្ញុំមួយចានក៏គេធ្វើដូចឯងចឹងដែរមែនទេតែឯងស៊ី10ចានឯងខ្ញុំនឹងសម្លាប់មនុស្ស10នេះមិនបាច់ទេគ្រាន់តែបោះសម្អាតកន្លែងឲ្យបានល្អធានាថាស៊ីចែកទាំងប៉ុន្មានគឺខ្ញុំជាអ្នកទទួលខុសត្រូវតែកុំអាលអពេកលោមើល3ខែបើ3ខែខ្ញុំពេញចិត្តឯងនឹងមានប្រាក់ខែបើយើងមិនពេញចិត្តបាត់ប្រាក់ខែហើយយើងគិតថ្លៃបាយទៀតទៅអាស៊ូបាយបានសម្គាល់ខ្លួនតែគេមួយចាយ៉ាងម៉េចហ្នឹងមានមនុស្សសម្រាប់ចូលមកនៅស៊ីមានរឿយហើយជាចេញមកអញចេញទៅរកសាប់មែនទេខ្ញុំសងថ្លៃបាយ10ចាននៅនេះវិញនៅស៊ីមានកុំកម្មឲ្យសើស៊ីណាយើងកម្មយើងកាត់កំពង់កោពីនៅស៊ីណែជួយចៃមួយស្អីHoài, cha mẹ tè. Cầm châu. Chẳng có tầm mùi nè. Nhưng nó không phải sẽ chịu khi mà chàng. Ba bài sẽ chịu mà cha này, mà ấy thế, xem trên tay xa hơi chi cho mới xong. Hơi chi sao có hộp ba đạp cha tay, vẫn chỉ một cái hộp men. Ba này không hộp biết, khi năm anh tới này là bay bọc quần ở Hồng Kông đi. À số. Lục ba, bác tí. Bỏ đòn hỏi mấy con mình cua xong đã được cua ai kiếm tử. Lục phu bấy, lục phu bấn, lục phu xinh. នេះជាកូនស្រីរបស់ខ្ញុំយ៉ាងម៉េចដែរស្អាតអស្ចារ្យណាស់6 8 10 2 4 6 8 10ក៏អាចទុកថាស្វីតបានដែរមែនទេបងថតសបឹងហើយខ្ញុំមិនសបឹងទេខ្ញុំតាម500000ខ្ញុំថែមពីលើ500000ទៀតណាពុកថតប្រយ័ត្នចាញ់បោកគេទៅខ្ញុំលេចចំនួនវិញទៅហើយនៅក្មេងកុំនិយាយប្រឌិតតើអ្នកណាបោកប្រាស់គាត់ពុកថតខ្ញុំសង្ឃឹមយ៉ាងណាបើសិនជាលោកតាមគាត់ប្រកាសជាចាញ់កុំនិយាយប្រឌិតប្រដាគេទាំងអស់គ្នាសុទ្ធតែជាមនុស្សចាស់ទុំគេមិនបោកប្រាស់យើងទេកុំអារម្មណ៍អីបើសិនជាគ្មានលទ្ធភាពលេងទេទៅផ្ទះទៅគ្មានលទ្ធភាពទេយើងប្រកាសជាឈ្នះយើងស្វឹងស្រាប់ពិតមែនតែយើងឲ្យកូនរបស់យើងលេងជំនួសយើងគឺអសបាយនេះមែនទេគេមានចរិតឆេកឆាមិនអាចលេងល្បីបានទេតែម្នាក់នេះណាម្នាក់នេះគេលេងកោជីងបាត់ទៅធေါ်ឯងចូលមកលេងជំនួសយើងទៅណាតែពួកនាងមិននេះមកតាមយើងមកលោកសំប្រយ័ត្នដល់ពេលណាហើយពុកថតរបស់គេថែម50ម៉ឺនខ្ញុំតាំងខ្ញុំក៏តាមដែរតែយ៉ាវីបងខ្ញុំមិនដឹងថាមួយណាបៀអូទេខ្ញុំមិនអាចបើកបានទេបើទៅអរគុណខ្ញុំផាយកំតាប់ឥឡូវខ្ញុំហៅ2លានណាសាមធំជាងឬមួយក៏ស្ពីធំជាងព្រោះលោកឈ្នះសុនឈ្នះផាយ2លានខ្ញុំតាមហើយខ្ញុំថែមពីលើ3លានទៀតថែមពីលើខ្ញុំមិនតាមទេយើងអាចឈ្នះទីចុះសំណាងល្អណាស់បៀរបស់ខ្ញុំមិនសុនទេផាយ8ហើយនេះក៏អាចថាបៀឲ្យសុនណែសំទោសខ្ញុំមើលបៀច្រឡំការពិតគឺផាយ8នេះគឺជាលើកទី1ដែលខ្ញុំលេងបៀឥឡូវខ្ញុំឈ្នះហើយមែនទេមែនហើយលេងមិនដែរទៀតចុះអាឡអត់នេះគេមានសំណាងល្អមែនអ្នកទាំងអស់គ្នាស្គាល់គ្នាហើយរឿងនេះយើងទទួលស្គាល់គេមិនទាំងនោះពួកគេនិយាយគ្នាដឹងលឺសោះខ្ញុំជាអ្នកហៅឥឡូវខ្ញុំហៅ50000ខ្ញុំតបខ្ញុំតែអង្គុយក្នុងមួយផ្លែតណាបងសង្ហាមកយកហើយបងអត់និយាយរកខ្ញុំសោះខ្ញុំផាយគេចាខ្ញុំនិយាយថ្លៃល្អណាស់30ម៉ឺន30ម៉ឺន
70,000ខ្ញុំថែមពីលើ170,000បានន័យថា2លានហើយមែនទេខ្ញុំមិនតាមទេយើងមិនជឿថាបាត់បៀរបស់ឯងគឺជាសិលកាត់នោះទេខ្ញុំថែម1លាន7សែនចៃទៀតទៅឥឡូវយើងក៏មានអត់ដែរបើសិនជាបាត់បៀរបស់ឯងអត់នោះយើងចាក់ទាំងអស់មកចាំឲ្យទុកទៀតបានចឹងខ្ញុំដាក់ទាំងអស់យើងផាយអត់នឹងផាយកញ្ចាស់ទោះជាឯងមានអត់ក៏ឯងមិនអាចឈ្នះយើងបានដែរសុំទោសខ្ញុំ2-3សន្លឹកលោកថាកាយមិនដែរលោកតាកាយឯងទើបតែមកផាយសោះមិនក៏ឯងហ៊ានថែមប្រាក់សុំទោសពីព្រោះថាប្រាក់ដែលខ្ញុំថែមនេះគឺជាប្រាក់ដែលខ្ញុំឈ្នះតាឯងលោកអញ្ចឹងយ៉ាងម៉េចលោកចាយ៉ាងម៉េចមិនឲ្យយើងធ្វើមកដែរទេឥឡូវពួកគេចាញ់ប្រាក់អស់ទៅហើយយើងគួរតែត្រឡប់ទៅវិញទៅទូទាត់លុយទៅនេះជាមូលបត្តិបត្តិ10លានដុល្លារអរគុណច្រើននាំបងប្អូនយើងទៅសម្រាប់ឲ្យអ្នកនោះចោលទៅហើយប្រមូលមូលបត្តិបត្តិមកវិញបាទលោកអូទៅជួយពួកវាឯងដឹងថាមួយណាមិនគួរសម្រាប់មែនទេខ្ញុំដឹងមិនក៏ដឹងព្រោះថានេះហូចឈាមតាមច្រមុះដល់ពេលចេញដំណើរហើយសូមអ្នកដំណើរធ្វើដំណើរឲ្យបានរស់រានសូមបងប្អូនអ្នកដំណើរមេត្តាកុំឈរនៅក្បែរមាត់ទ្វារសូមមេត្តាកុំឈរនៅក្បែរមាត់ទ្វារគួយកន្លែងរបស់ខ្ញុំទៅអរគុណហើយណាមូលបត្តិបត្តិគាត់មកមែនអមាញ់នេះនៅក្នុងផ្ទះខ្ញុំក៏ដឹងថាឯងគាត់បាច់ជាងគេដែរមានតែឯងទេតាមខ្ញុំទោះមានមនុស្សម្នាក់ខ្ញុំសម្រាប់ឯងទេស្រីម្នាក់ដែលមានស្លាកស្នាមលើក្បាលមែនទេតែខ្ញុំមិនអត់របស់នោះតែឯងទេក្នុងរយៈពេល20នាទីបើខ្ញុំមិនអាចធ្វើឲ្យឯងបានខ្ញុំនឹងចាក់ចេញពីទីនេះសូមជិះផ្លូវបាយគ្នាឡើយទៅតៃពុទ្ធមឯងចង់ធ្វើស្អីឯងមិនចង់មើលគេបាយគ្នាទេបើឯងមិនមើលទេយើងមើលអ្នកទាំងអស់គ្នាចង់មើលដែរទេចង់មើលតែទៅគេបាយគ្នាចាំមើលធ្វើឲ្យអន់ខ្ញុំមិនឆ្ងាយទេបើសិនជាបាយតទៅទៀតខ្ញុំប្រកាសជាចាញ់ឯងខ្ញុំមិនអាចឆ្ងាយបានទេខ្ញុំឈ្មោះឡុងខ្ញុំថាជីថ្ងៃក្រោយជួបគ្នា30វិនាទីបានហើយឥឡូវដៃទាំងពីររបស់នាងគឺជាដៃដែលទន់ភ្លន់បំផុតក៏ប៉ុន្តែរហ័សរហួនដៃរបស់នាងចាប់ស្អីក៏អាចដឹងបានដែរអាឈីងនាងយកសំមួយសរសៃនេះដើម្បីសាក់ក្របលោកលាក់នាងខ្ញុំមើលទៅមើល
4 5 12 គ្រាប់ខ្ញុំថា2 3 3 8 គ្រាប់អាឈិមពិតជាក្រាន់បើមែនចាខ្ញុំក៏យល់ថាខ្ញុំធ្វើបានល្អដែរថ្ងៃក្រោយน้องខ្ញុំទៅជាមួយផងណាមិនបានទេហេតុអីទៅតាំងពីនាងអាយុ9 ឆ្នាំដៃរបស់នាងត្រឹមនៅក្នុងទឹកដោះគោរហូតដល់នាងអាយុ20 ឆ្នាំទៅហើយហើយនេះមិនអាចប្រើប្រទេសប្រដាប់បានទេបើសិនជាមិនចាំបាច់យើងក៏មិនឲ្យគេដឹងថានាងគឺជាអាវុធសម្ងាត់យ៉ាងពិសេសរបស់យើងដែរលេងល្បែងដែលដល់ថ្នាក់យកទ្រព្យសម្បត្តិគ្រួសារមកភ្នាល់នោះយើងត្រូវតែផ្អាកក្នុងរយៈពេលនោះសិនអ្នកទទួលខុសត្រូវគេនឹងយកកម្របបិទពីសិលឹកបៀឲ្យចិត្តអាឈិញបញ្ជាលើក្របលោកឡាមិនតាន់ដល់កម្រិតកំពូលទេសំខាន់គឺសិលឹកបៀនាងហាត់5ឆ្នាំឥឡូវនាងសាថ្មីដៃរបស់នាងទៅមើលថាវាយ៉ាងម៉េចដែរទៅរួចហើយនៅអាយបើមើលទៅអាណាសិលឹកបៀទូកែមែនតែធ្វើចឹងបានកាយជំហានទី1យកចេញជំហានទី2គឺដាក់ចូលវិញដាក់ចូលយ៉ាងមិនកើតទៅពីបាននិយាយណាយើងមកហាត់ពួកឯងជាង10ឆ្នាំគឺម្នាក់មួយស្នៀតគឺខ្លួនឯងជាអ្នកដឹងពីអាចកំបាំងយើងមកហាត់ឲ្យយ៉ាងណាគេដឹងច្បាស់ណាឯងជាអ្នកស្ទង់ចិត្តរបស់គេរីឯជាអ្នកដូបៀម្នាក់មួយស្នៀតគឺជារឿងយុត្តិធម៌អាជីងតាមការពិតក្នុងចំណោមពួកឯងទាំង3យើងពេញចិត្តឯងជាងគេពីព្រោះយើងនៅពុករបស់ឯងរាប់អានគ្នាណាយើងមានការសោកស្ដាយដែលយើងមកយឺតពេលបន្តិចទើបយើងមិនអាចជួយដល់គេបានអាជីងឯងត្រូវចងចាំឲ្យច្បាស់ត្រូវចងចាំអ្នកដែលសម្រាប់ប៉ារបស់ឯងគឺជាអ្នកណាវាជាមនុស្សពូកែធ្វើទឹកមុខណាស់វាតែញញឹមជាមួយឯងជានិច្ចវាធ្វើឲ្យឯងភ្លេចខ្លួនតែឯងមិនត្រូវធ្វើប្រហែសទេហើយដូច្នេះហើយក្រោយពេលដែលយើងរកឯងឃើញយើងក៏សម្រេចចិត្តឲ្យឯងមានធ្វើដៃល្អលើកគេពុកថបានមកហាត់ខ្ញុំច្រើនណាស់ខ្ញុំមិនអាចរំពេចគុណរបស់ពុកថបានទេឥឡូវនេះមានឱកាសមួយសម្រាប់ឯងល្បីឈ្មោះហើយតែពុកថបាននិយាយថារកមកមកដូចជាយើងអញ្ចឹងកុំឲ្យល្បីឈ្មោះល្អជាកន្លែងដែលមានច្បាប់លេងល្បែងធំដុំគឺបនល្បែងតែម្ដងអ្នកលេងល្បែងដូចជាយើងអញ្ចឹងសុទ្ធតែជាសត្រូវរបស់បនល្បែងហើយឥឡូវនេះមានពេលមួយសម្រាប់ឲ្យឯងខ្លាចទៅជាម្ចាស់បនល្បែងនោះគឺទេវតាល្បែងតាមការពិតបនល្បែងនៅអាស៊ីអាគ្នេយ៍តែងតែត្រូវពួកបរទេសមើលងាយដូចជាអឺរ៉ុបនិងអូស្ត្រាលីគេយល់ថាពួកយើងខ្វះជំនាញហើយត្រូវពួកជនអន្តរជាតិជាអ្នកបញ្ជាពីលើហើយដូច្នេះហើយបនល្បែងនៅអាស៊ីអាគ្នេយ៍ក៏បានប្រជុំម្ដងសម្រាប់ចិត្តជ្រើសរើសទេវតាល្បែងម្នាក់គឺជារើសមនុស្សដែលមានធ្វើដៃល្អបំមើលការខុសត្រូវបនល្បែងនៅអាស៊ីអាគ្នេយ៍ម្នាក់នោះជាអ្នកមើលការខុសត្រូវរាល់ការងារបនល្បែងនឹងតាមដានអ្នកដែលប្រើល្បិចហើយដូច្នេះខ្ញុំយល់ថាឯងស័ក្តិសមណាពុកធေါ်ខ្ញុំមិនអាចទៅរួចទេតាមការពិតឯងទូកែជាងយើងទៅទៀតយើងយល់ថាឯងពិតជាមានលទ្ធភាពគ្រប់គ្រាន់ពុកធေါ်តាមការពិតពុកធေါ်ទេដែលស័ក្តិសមជាងខ្ញុំនោះការពិតយើងចាស់ហើយម្យ៉ាងទៀតការដែលយើងនៅក្មេងយើងធ្លាប់មានដំណោះជាមួយនឹងបនល្បែងច្រើនប៉ុន្តែយើងអាចធ្វើជាជំនាញការរបស់ឯងបានណាពុកធေါ်អើបងឲ្យទៅចុះគេគ្រាន់តែជាជំនួយការយើងឲ្យគេចូលរួមជាមួយនឹងឯងគ្រាន់តែឲ្យគេបានជាគ្នាតែប៉ុណ្ណោះទេអាជីងយើងមានកូនស្រីម្នាក់ឈ្មោះអាជីងឯងទាំងពីរអ្នករាប់អានគ្នាយ៉ាងណាយើងដឹងច្បាស់ណាពួកឯងមិនចាំបាច់លើកនឹងយើងទេហើយពួកឯងទាំងពីរនៅជាមួយគ្នាយ៉ាងណាក៏យើងដឹងដែរបងក៏ដឹងដែរទេគេទូអាជីងជាបងស្រីទៅហើយតែប្រហែលឆ្នាំនេះខ្ញុំយល់ថាគាត់ទុកខ្ញុំជាសត្រូវគេយល់យ៉ាងណាខ្ញុំមិនដឹងទេក៏ប៉ុន្តែក្នុងចិត្តរបស់ខ្ញុំឯងគឺជាកូនប្រសាររបស់ខ្ញុំក្រោយពេលដែលខ្លាយទៅជាទេវតាល្បែងយើងនឹងឲ្យអាជីងរៀបការជាមួយនឹងឯងភ្លាមពុកធေါ်លោកពូជាមកដល់ហើយអីយ៉ាលបងជីសុំតូនណាដែលលបងធ្វើដំណើរវិញឆ្ងាយមករកខ្ញុំសូមចេញចូលក្នុងនិយាយគ្នាសិនទៅអញ្ជើញបងលឿនណាស់លឿនណាស់លឿនណាស់យ៉ាយ៉ាមកខាងនេះមកវិញមកវិញអត់ដល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 ់យ៉ាងទីមិនយ៉ាងទៀតលឿនណាស់ទៅចាប់ទៅខ្លួនចាប់តែមកជួយបងមកខ្ញុំចិត្តកុំឲ្យគេឃើញមកខ្ញុំឯងក៏ពាក្យសន្យាខ្ញុំបាននិយាយជាមួយឯងថាមកគឺមកចូលទៅក្នុងទឹកជួយឲ្យស្អាតទឹកនេះណាឯណាទឹកអូយអាឡាទៅមានអីគួរអស្ចារ្យទៅអាចជួបគេបានទៅវាមានអីអស្ចារ្យទៅក៏ខ្លាចវាខ្លាំងម្ល៉េះកុំនិយាយប្រាប់គេខ្ញុំសុំស្បាប់ខ្ញុំសង្ស័យថាបរិសុទ្ធនោះខ្ញុំឆ្លាញ់ជា10ឆ្នាំមកហើយមានតែគេយកមកមកហើយខ្ញុំចំណាំប៉ាធေါ်របស់គេសាច់ទៅមកតាមមែនទេខ្ញុំមានមិត្តភក្តិតិចណាបើនេះខ្ញុំមិនដឹងថាគួរនិយាយជាមួយអ្នកណាទេអញ្ចឹងហើយបានតែខ្ញុំមករកឯងមិនខ្លាចខ្ញុំក្បត់ឯងទេខ្ញុំដឹងអ្នកណាមិនក្បត់ខ្ញុំហើយអ្នកណាក្បត់ខ្ញុំអរគុណសួស្ដីអ្នកទាំងអស់គ្នានិយាយរឿងអីហ្នឹង
ខ្ញុំដឹងថាបងឈ្មោះកៅជីងកៅជីងគឺជាឈ្មោះយ៉ាងល្អគឺថាណែគឺជាមនុស្សដែលទាំងចាស់ទាំងក្មេងគោរពខ្លាចសរសើរហើយឈ្មោះនេះពិតជាពិរោះណាស់មែនទេខ្ញុំកំពុងតែនិយាយពីអីហ្នឹងតាមពិតយើងពីមុនធ្លាប់ជួបគ្នាម្ដងតើបងនៅចាំទេខ្ញុំចាំយកនោះបងឆ្នះច្រើនណាស់មិនត្រឹមតែយកនោះទេកាលពី17ឆ្នាំមុនយើងតែពីរអ្នកជួបគ្នានៅក្នុងសួនច្បារម្ដងគឺនាងជាអ្នកជួយខ្ញុំហើយនេះឲ្យបានជាក្បាលរបស់នាងមានស្លាកស្នាមមួយមែនទេបន្តងចិញ្ចៀននៅលើករបស់នាងនេះជារបស់បងសឺមែនទេម្យ៉ាងទៀតមុនពេលដែលពុកថននាំខ្ញុំចេញពីទីនោះខ្ញុំចង់ជួយនាងណាតែពេលនោះនាងក៏មានរបួសដែរហើយនេះខ្ញុំគ្រាន់តែមើលខ្ញុំក៏ចាក់ចេញទៅតាមពិតបងចាំបានល្អខ្ញុំខ្មាស់គេណាស់មិនអាចដឹងរឿងស្នេហាដំបូងរបស់នាងប្រាប់បងប្អូនចិត្តខាងច្រើនលើកមកហើយរឿងនេះថាខ្ញុំមិនដឹងនោះthôiចេះបងជីងនៅពេលដែលខ្ញុំសួរផ្លូវគេគឺអ្នកប្រៃសណីម្នាក់ជាអ្នកប្រាប់ខ្ញុំថាម៉េចគឺគេជាអ្នកប្រាប់បងមែនទេធម្មតាទេនេះគឺមកពីនាងទូរស័ព្ទឲ្យគេគ្រប់គ្នាមនុស្សទូទាំងពិភពលោកណាក៏ដឹងដែរthôiចេះអូយស្អីហ្នឹងស្មាននេះបើខ្ញុំមិនសើចខ្ញុំមិនដឹងថាធ្វើអីទៀតទេខ្ញុំសើចទៅវាអាក្រក់មើលណាស់មែនទេខ្ញុំពិតជាគួរឲ្យខ្ពើមណាស់មែនទេមែនទេមនុស្សចេះល្អយ៉ាងនេះមានអីគួរខ្ពើមទៅបើបងលងចិត្តខ្ញុំយ៉ាងនេះឥឡូវខ្ញុំលែងពិបាកចិត្តហើយចិញ្ចៀននេះជារបស់អ្នកបម្រើបងឥឡូវបងសួរគាត់ស្លាប់អត់ដែរពាក់ចិញ្ចៀននេះទៅខ្ញុំយល់ថាវាមានសំណាងល្អស្អាតមែនខ្ញុំលាបាយបាយណែខ្ញុំទៅមកកាយជាមួយបងដែរថ្ងៃក្រោយជួបគ្នាណែកាយជាងខ្ញុំមានតែការជាច្រើនចង់និយាយជាមួយបងខ្ញុំចូលចិត្តរឿងរបស់បងទោះជាការសមាសម័យរបស់កូនក្មេងម្នាក់នេះជារឿងធម្មតាទេខ្ញុំដឹងបើយកជាការល្អហើយទុកខ្ញុំជាបានហើយខ្ញុំដឹងហើយបងមានសង្សារទេគេឈ្មោះឈីងអាឈីងគួរឲ្យស្រឡាញ់ណាស់ប្រកាសជាគួរឲ្យស្រឡាញ់ពេលទំនេរនាំខ្ញុំស្គាល់នាងផងមិនអីទេអ្នកទាំងអស់គ្នាប្រកាសជាចូលចិត្តគេពិតមែនខ្ញុំលាយណាចាអញ្ចឹងចាអាឈីងតាមខ្ញុំស្មានប្រកាសជាស្អីដោះធំម្នាក់នោះទេដឹងដើមទ្រង់ធំមានអីគួរអស្ចារ្យយ៉ាងយូរអាយុ24ឆ្នាំដោះទាំងពីររបស់គេធ្លាក់ចុះមកក្រោមទុកដូចជាបាល់ទាត់អញ្ចឹងយើងទាត់ធ្លាក់ចុះមកក្រោមយើងទាត់ទៀតខ្ញុំលើថាការប្រកួតទេវតាល្បែងទូទាំងពិភពលោកមិនធម្មតាទេអ្នកណាក៏តាមដានពីរឿងនេះដែរជាពិសេសគឺជនជាតិឥណ្ឌូនេស៊ីឈ្មោះស៊ូធូនោះគេប្រកែកលេងល្បែងណាអ្នកណាហ៊ានលេងជាមួយគេអ្នកនោះប្រកាសជាចាញ់ទៅយករូបថតជនជាតិឥណ្ឌូនេស៊ីយកមកឲ្យខ្ញុំមនុស្សចង្រៃយើងវាយឯងមនុស្សចង្រៃយើងវាយឯងសើយយើងវាយដៃរបស់ឯងយើងវាយឯងចាញ់យើងវាយឯងរហូតវាយជើងឯងវាយឯងចង្រៃរហូតឲ្យឯងចង្រៃរហូតមនុស្សដែលមានគេឈ្មោះល្បីល្បាញណាម្នាក់ក៏ទៅមកកៅដែរហើយនៅខាងក្រៅផ្លន់គ្នាកាន់តែខ្លាំងកៅជីងគ្មានអ្នកគ្រប់គ្រងគេសុកចិត្ត120ចំណែកស៊ូធូវិញ121ខ្ញុំទៅជួយកៅជីងគេប្រកាសជាឈ្នះយប់នេះយើងបានទៀតទេឆ្អែតស្អែកទៅមើលគេប្រកួតមិត្តភក្តិខ្ញុំឈ្មោះហុងសិនគេបានទិញសម្បត្តិពីមុខឲ្យយើង3ដល់ពេលនោះប្រកាសជាមានឡានមកទទួលយើងទៀតផងណាមិនធម្មតាទេយើងសម្រាប់នៅណាវាតែឡាអាស៊ូអញកំពុងតែលេងហ្វាយមែនទេនេះគឺជាសន្តាគារអីទៅគេជាមិត្តភក្តិរបស់ខ្ញុំយល់ថាផ្ទះនេះប្រកាសជាល្អហើយបានជាគេរកមកឲ្យយើងស្នាក់នៅនោះហុងសិនគេពិតជានៅទីនេះមែនទេរឿងនេះខ្ញុំក៏មិនដឹងដែរហុងសិនជាមិត្តរបស់ខ្ញុំគេជាអ្នកប្រាប់ខ្ញុំថាមកស្នាក់នៅទីនេះតាខ្ញុំមិនដឹងទេចាំជាប្រទេសផ្ដាស់មែនល្អមកយូរប្រហែលឆ្នាំហើយអាយុរបស់ខ្ញុំគិតមកដល់ឆ្នាំនេះ79អូយសុខភាពល្អមែននៅថែរមករួចគេហៅខ្ញុំថារ៉ូបេតវ៉ារ៉ូបេតរ៉ូបេតមិននិយាយមកតាមមកតាមមកចាំបងខ្ញុំនិយាយនេះពីមិនច្រើនខ្ញុំស្គាល់ថាគេមកចិត្តស្នាប់បំផុតរបស់ខ្ញុំហើយគេរកយើងទេមែនទេខ្ញុំដឹងថាណាឡើងnó kia thảរៀបត្រីសម្រាប់ទេវតាល្បែងពិភពលោកជួបជុំគ្នាក្នុងពេលនេះមានចំនួន24នាក់ចែកចេញជា6ក្រុមដើម្បីប្រឡងប្រជែងនឹងគ្នាហើយក្នុងមួយក្រុមជ្រើសរើស2នាក់ដើម្បីចូលរួមការប្រកួតចុងក្រោយអ្នកទាំងអស់គ្នាការប្រកួតចាប់ផ្ដើមហើយខ្ញុំដាក់ទាំងអស់នៅពេលដាក់ប្រកួត
ក្នុងទឹកមួយជ្រើសរើសមនុស្សតែ2នាក់ទេអាឈិញត្រូវតែឈ្នះអាឈិញនឹងឲ្យពួកឯងកុំអស់សង្ឃឹមរងចាំពេលលើក្រោយទៀតទៅខ្ញុំចាស់ទាំងអស់ខ្ញុំផាយ4មិនតាមទេស្រីស្រស់មិនបានជាមិនតាមខ្ញុំតាមខ្ញុំមានតែអាចមួយក៏អាចឈ្នះឲ្យបានដែរសំទោសខ្ញុំផាយ2សញ្ញាបត្ររបស់លោកក្រាន់បានណាលោកចង់ឲ្យខ្ញុំធ្វើយ៉ាងណាដែរលោកនិយាយមកតាមចិត្តចុះខ្ញុំដាក់ទាំងអស់ទោះជាមើលខ្លួនសញ្ញាបត្រក៏ដោយក្នុងនេះមានកាមេរ៉ាតាមស្រាប់ណាគ្មានអ្នកណាប្រើល្បិចបានឡើយខ្ញុំកំពុងតែគិតលុយរបស់ខ្ញុំគួរទិញឡានហ្វាឡាលីឬមួយកងការពារខ្ញុំតាមហើយម្យ៉ាងទៀតខ្ញុំថែមពីលើ6លានហ៊ានតាមទេមនុស្សចាស់ហើយគួរតែគិតគួរឲ្យបានទៅឆ្ងាយបន្តិចបានខ្ញុំតាមខ្ញុំផាយអាប់និងផាយកញ្ចាស់ខ្ញុំដឹងថាឯងយ៉ាងច្រើនផាយអាប់និងផាយ3ប៉ុណ្ណោះអ្នកស្រីចំណាំនេះទៅឲ្យមិនគួរឆេះឆាពេកទេបៀរបស់ខ្ញុំគឺ3ដើមចុះសិនអ៊ំស្រីនៅចំពាក់ខ្ញុំ6លានទៀតថ្ងៃស្អែកឲ្យតែបងឈ្នះជនជាតិឥណ្ឌូនេស៊ីនោះយើងនឹងទៅរៀបការនៅអ៊ីតាលីគេនិយាយថានៅខាងក្រៅខ្នោះគ្នាច្រើនណាស់គេសុខចិត្ត1សង2ចំណែកបងគឺ3សង1នេះគឺជារឿងធម្មតាទេបងក៏រួចទៅហើយយើងទៅរៀបការនៅវ៉េននេះរួចហើយទីណូគេជួយកែសម្លៀកបំពាក់របស់អូនទៀតតែអូនចូលចិត្តខុសស៊ីច្រើនជាងចាំបានកូនប្រុសឬមួយស្រីអត់ទេតែជាដំបងទៅតែបានកូនប្រុសមុនយើងដាក់ឈ្មោះរបស់វាគឺខេស៊ីងមិនពីរទេបងខូចណាខូចស្អីយើងសូមអបអរសាទរមិនកាយលុយស្ដាប់យើងនិយាយគ្នាយើងមកតាំងពីមុនហើយទៅទៀតឯងស្វឹងស្លាហើយប៉ុន្មានបើយើងមិនស្វឹងស្លាក៏មិនកើតដែរតាំងពីឯងមិននៅជាមួយលោកពូមកយើងមិនដែលបានសំណងម្ដងណាទេយើងហាត់ល្បាយរាល់ថ្ងៃចំណែកឯងគិតតែពីកណ្ដោអាជីឯងមានសំណាងល្អខ្លាំងណាស់ឯងកើតមកគ្រាន់បើជាងមិនក៏មិនឲ្យពួកយើងទៅពីប្រឡំប្រជែងគ្នាទៅយុទ្ធធម៌ទៅហេតុអីបានជាខ្ញុំគ្រាន់តែជាជំនួយការរបស់ឯងទៅវិញហេតុអីបានជាយើងមិនអាចប្រឡំប្រជែងជាមួយឯងបានហេតុអីបានជាយើងលេខ2រហូតអញ្ចឹងបងកុំធ្វើអញ្ចឹងយើងជាបងប្អូននឹងគ្នាការពីអាជីឯងចង់បានអ្វីក៏ខ្ញុំយល់ព្រមជាមួយនឹងឯងដែរឯងមិនចាំបាច់ចិត្តល្អហើយក៏មិនចាំបាច់អាចទៀតខ្ញុំដែរកៅជីថ្ងៃណាមួយពិភពលោកទាំងមូលប្រកាសជាដឹងថាកៅអៅខ្ញុំនេះគឺជាទេវតាល្បាញយ៉ាងពិតប្រាកដយើងមិនចាញ់ឯងទេខ្ញុំរាយយោមួយថ្ងៃគិតតែពីផឹកស្រាអាជីឯងចេញទៅក្រៅមកផ្លែសិនទៅណាចាពុកធွာនេះជាស្អីកំភ្លើងមួយដើមគ្រាប់មួយគ្រាប់ថ្ងៃស្អែកណាម្នាក់ក៏គេមិនឲ្យយកកំភ្លើងចូលទៅដែរតែយើងមានការបារម្ភខ្លាចពួកគេប្រើល្បិចហើយនេះឲ្យទុកសម្រាប់ការពារខ្លួនទៅធ្វើអ្វីក៏ដោយត្រូវតែមានការប្រុងប្រយ័ត្នជាមុនទើបជាការល្អទៅការចាំបាច់មែនដល់ក្នុងអប៉ៅទៅយើងឲ្យគេទុកសម្បត្តិយន្តហោះទៅអ៊ីតាលីហើយបើសិនជាឯងឆ្នះយុទ្ធទៅជប់លៀងនៅទីនោះអរគុណមកអ៊ូទៅពេលដែលយើងមកស្គាល់កន្លែងយ៉ាងនេះបើសិនជាមិនមែនពួកយើងប្រាប់គេថាសម្បត្តិពិបាកទិញយើងប្រហែលជាមិនអាចចូលមកទីនេះបានងាយនោះទេតែថាមកអ៊ូប្រាជើងរត់ផ្ទះយកឈ្នះពួកគេនិយាយការពិតទៅចោលបើសិនជាពួកគេដឹងខ្លួនគេមកសងសឹកតែយើងគិតយ៉ាងម៉េចទៅខ្ញុំក៏មិនដឹងដែរមិនអីទេតាមមើលពួកគេ4-5ម៉ោងទៀតទើបដឹងខ្លួនអត់តែ yes កៅជិញអស់ចាកៅជិញអស់ចាកៅជិញប្រកាសជាឈ្នះអ្នកណានឹងមកភ័ក្រម្នាក់នឹងឈ្មោះស៊ីឈិញមែនទេអាជីឯងយកចិត្តទុកដាក់ទប់ទល់ជាមួយនឹងស៊ូធូកុំភ្លេចពីអ្វីដែលយើងបានបង្ហាត់ឯងនៅក្នុងសៀវភៅចិត្តសាឲ្យសោះមិនតន់ឈ្នះលុយអាចឈ្នះចិត្តសិនមែនទេមែនហើយស្នេហ៍ទី2គឺចាប់តបង្ក្រាបខ្លាបញ្ចេញអតិពលខ្លួនឯងឲ្យគេមានការផិតភ័យចំណុចនេះសំខាន់ណាស់ណាពុកធွာខ្ញុំមិនយល់ពីអត្ថន័យចុងក្រោយនៃគម្ពីរនេះទេគេចង់និយាយពីអ្វីទៅឃ្លាចុងក្រោយគេចង់និយាយថាបើសិនជាសត្រូវខ្លាំងជាងយើងខ្លួនឯងត្រូវតែធ្វើជាមនុស្សល្ងិតល្ងងអត់ដឹងអីដើម្បីឲ្យសត្រូវយល់ថាយើងប្រកាសជាចាញ់ហើយមានការធ្វើប្រហែលបន្តមកទៀតនៅពេលដែលយើងឃើញសត្រូវដែលប្រើល្បិចដូចយើងចឹងចាំយកល្បិចរបស់យើងមកប្រើយើងមកហាត់ឯងបន្ថែមទៀតនិយាយខ្ញុំទៅអ្នកខ្ញុំតាមទេមលៀនខ្ញុំតាមថា
5 លាន ថែក្រមុំនឹងថែ7មានន័យគួរខ្លាចបានខ្ញុំតាម សិនលឹក8នៅនឹងខ្ញុំ 3 លាន ខ្ញុំតាម3លានហើយខ្ញុំថែមពីលើទាំងអស់ បានខ្ញុំតាម7 3 ដង ដល់ណានេះគឺជាស្រីដ៏ល្អបំផុតនៅក្នុងវងល្បែងតែគួរឲ្យស្ដាយខ្លាំងណាស់ខ្ញុំ38 នេះគេនៅកាយចេញអត់សំគ្នាទេមែនទេ សំពួកគេទៅពីសំគ្នា អត់ចេះនិយាយអីតតែសោះយ៉ាងម៉េចសុំទោសណាអត់ស្គាល់ មិនចាំឲ្យមើលបាត់វាទេ5លាន សន្លឹកអាត់និងសន្លឹក10លានលោកពូខ្ញុំតាខ្ញុំចាប់10លានហើយថែម30លានទៅលើតាមក៏តាមយ៉ាងម៉េច30លានទៅដែរទេ30លានក៏ខ្ញុំតាមដែរប៉ុណ្ណឹងមានន័យឲ្យចាស់ទៅថែម50លានទៀតយ៉ាងម៉េចតាមដែរទេនិយាយបានគួរសមបន្តិចទៅលោកពូខ្ញុំតាមទៀតខ្ញុំតាមមើលទៅដូចជាធំហ្វាសិនយ៉ាងចឹងតែខ្ញុំមិនជឿពីរបៀបនេះសំជាធំហ្វាសិននោះទេគ្រាន់តែមុខវារបស់ខ្ញុំប៉ុណ្ណឹងក៏ខ្ញុំអាចខ្ញុំបានដែរប្រហែល50ខ្ញុំតាមចាត់ទាំងអស់តាមអ្នកណាខ្លាចទៅបានយើងតាមឥឡូវយើងផ្នែកជាមួយយើងដាក់ទាំងអស់នេះជាកម្ពុជាស្នៀតចុងក្រោយដូចជានៅក្នុងកម្ពីបាននិយាយចឹងយ៉ាងម៉េចដែរខ្ញុំតាមនេះគឺមូលបទានប័ណ្ណ$10លានអាមេរិកនៅធនាគារស្វីសខ្ញុំមិនទាន់តែតាមលុយដែលនៅលើតុកតានីកទេថែម$10លានអាមេរិកទៀតពីនិតមូលបទានប័ណ្ណបានមានអ្នកណាថែមពីលើទៀតទេលោកកៅអៅនេះជាមូលបទានប័ណ្ណ$25លានសហរដ្ឋអាមេរិកចូលទៅខ្ញុំតាមខ្ញុំចូលតាមហើយសូមជួយទៅចុះស៊ូធូចាញ់ហើយស៊ូធូចាញ់ហើយឆាប់ត្រឡប់ទៅស្រុកវិញទៅយូបាត់វាកយើងមិនចង់និយាយជាមួយឯងទេអាជីងយើងមានកិច្ចការចាំបាច់ចង់ប្រាប់ឯងពុកធေါ်សន្លឹកវាកៅអៅមិនធំជាងខ្ញុំទេមិនក៏ពុកធေါ်គេតាតែយើងដឹងថាគេប្រកាសជាឈ្នះឯងមិនពិតទេពុកធေါ်ខ្ញុំហ៊ានហាងថាគេមិនមែនធំហ្វាសុនទេឯងជឿយើងចុះហើយនេះឲ្យបានជាយើងឲ្យគេថែមពីលើ15លានទៀតឯងគុំតាមគេអីល្អជាងហើយនេះបានជាមិនឲ្យតាមតាមក៏អត់ប្រយោជន៍ដែរអ្នកណាជាទេវតាល្បីយើងខ្លួនឯងបានដឹងច្បាស់ហើយឯងភ្លេចពីអ្វីដែលយើងបាននិយាយប្រាប់ឯងថ្ងៃមុនហើយអ្នកដែលមានថ្មីដៃមិនត្រូវបញ្ចេញមុខទេប្រាទើបជាគោលបំណងចាំបាច់របស់យើងពុកធေါ်ភ្នំនៅខាងក្រៅទៀតតាមការពិតយើងជាអ្នកភ្នំនៅខាងក្រៅច្រើនបំផុតយើងបានទទួលប្រាក់ជាង$300លានអាមេរិកគេទាំងអស់គ្នាចាត់ថាឯងឈ្នះហើយនេះហើយបើសិនជាឯងឈ្នះយើងចាញ់រាប់រយលាន$ពុកធေါ်នឹងពិចារណារបស់ខ្ញុំទេហើយគេខ្លាចជាទេវតាល្បីពីខែទៅពីខែក្រោយយើងនឹងឲ្យមុំមាត់របស់គេឲ្យឯងខ្លាចជាទេវតាល្បីសុំទោសឈប់សិនអាជីងយើងចំណាស់នេះទៅហើយឯងមិនចង់យើងរស់នៅបានស្រួលទេយ៉ាងម៉េចពុកធေါ်ខ្ញុំសូមសន្យាថាថ្ងៃក្រោយខ្ញុំនឹងខំយកឈ្នះជូនពុកធေါ်បានច្រើន
តែយប់នេះខ្ញុំត្រូវតែខ្លាចខ្លួនជាទេវតាល្បាញបើមិនចឹងខ្ញុំមិនអស់ចិត្តទេនេះជាសម័យរបស់យុវវ័យជឿនលឿនអាចជីងយើងយល់ពីចរិតរបស់ឯងច្បាស់ហើយធ្វើតាមគំនិតរបស់ឯងចុះយើងយល់ព្រមនឹងឯងពុកខ្វះយើងក៏ចោលគុំភាសារបស់យើងមានអនាគតល្អដែរសូមអរគុណគ្មានអីទេគ្មានអីទេអាចជីងយើងបានស្គាល់ឃាតករសម្រាប់ប៉ារបស់ឯងគេប្រកែកញញឹមគេញញឹមធ្វើឲ្យយើងភ័យខ្លាចដូច្នេះឯងត្រូវទៅតាមរកម្នាក់នោះឲ្យឃើញដោយសារតែមានរឿងឃាតកម្មកើតឡើងកៅជីងបានទទួលមរណភាពហើយនេះឲ្យទុកឲ្យគូដណ្ដឹងរបស់គេជាអ្នកបន្តការប្រកួតកៅជីងលោកយ៉ាងម៉េចហ្នឹងលោកកៅជីងមានខែ9និងខែ10លោកមិនអាចស្លាប់ទេពីរបស់លោកកៅអៅគឺថងហ្វាសុនលោកមិនអាចស្លាប់ទេលោកកៅអៅជាអ្នកឈ្នះលោកកៅអៅគឺជាទេវតាល្បែងចាប់ពីពេលនេះតទៅសូមឲ្យប្រលឹងរបស់លោកទៅកាន់ឋានសុគតិភពសូមឲ្យព្រះជាម្ចាស់ថែរក្សាលោកឲ្យលោកទទួលនូវជីវិតអមតៈសូមមេត្តាជួយថែរក្សាកៃជីងឲ្យគេចផុតពីគ្រោះថ្នាក់សូមវរទេវតាសូមទេវតាជួយថែរក្សាកៃជីងឲ្យគេចផុតពីគ្រោះថ្នាក់ទាំងឡាយខ្ញុំសូមថ្វាយបង្គំខ្ញុំសូមថ្វាយបង្គំអ្នកទាំងអស់គ្នាជាបងប្អូនរបស់គេមែនទេចាពួកខ្ញុំជាបងប្អូនគេកៅជីងជាមនុស្សមានសំណាងល្អណាស់ក្រកំភ្លើងបាញ់បិឆាត់ពីក្រោយក្បាលរបស់គេមិនត្រូវខួរក្បាលនោះទេសរសៃប្រសាទរបស់គេភាគច្រើននៅរក្សាបានល្អក៏ប៉ុន្តែក្នុងរយៈពេលខ្លីៗនេះគេប្រហែលជាមានការសពេចសពិលខ្លះនិយាយស្ដីក៏មិនសូវច្បាស់ហើយជួនកាលធ្វើគេមានចរិតឆេវឆាវទៀតផងហើយនេះឲ្យខ្ញុំសំណូមពរអ្នកទាំងអស់គ្នាជួយថែរក្សាគេបានល្អមាននំថ្មីមកអីយ៉ាកៅឲ្យជាអ្នកទទួលអ្វីដែលជារបស់កៅជិញសង្សាររបស់គេក៏គេយកដែរអញ្ចឹងអ្នកនាងប្រកាសជាមានសង្ឃឹមហើយមែនទេសម្រាប់កៅជិញឃើញកសាញ់នេះសោះកុំតិចបោះតាំងចោលអ្នកនាងឈីមានការអីខ្ញុំជាអ្នកហាមតាប្រហែលថ្ងៃនេះនាងអត់បានសម្រាប់គួរតែទៅសម្រាប់ខ្លះទៅណាប្រយ័ត្នឈឺបានហើយខ្ញុំមិនអីទេខ្ញុំចង់ឲ្យគេបើកភ្នែកភ្លាមហើយមើលឃើញខ្ញុំភ្លាមអារឿងអញ្ចឹងមានអីពិបាកទៅព្រោះអញ្ចេះទៅចាប់បាត់ហើយឃើញបាត់ណៃទេយកអូយកបែកខ្ញុំធ្វើលេងទេខ្ញុំធ្វើលេងទេបាត់ហើយយកឈឺយកឈឺណាអូយអូយខ្ញុំមកគ្រូពេទ្យកុំដកខ្ញុំសូមវល់ខ្ញុំដឹងថាបងចង់ស្លាប់ខ្ញុំដឹងថាបងស្ទើរតែខ្លាយទៅជាទេវតាល្បែងទៅហើយតែបងខ្លាយខ្លួនទៅជាអញ្ចឹងខ្ញុំក៏ពិបាកចិត្តដែរបើសិនជាខ្ញុំដូចបងវិញខ្ញុំក៏ធ្វើយ៉ាងនេះដែរក៏ប៉ុន្តែខ្ញុំសូមបងនៅពេលដែលបងជាឲ្យដើររួចត្រូវប្រយ័ត្នខ្លួនឯងគ្រូពេទ្យថាបងប្រកាសជាដូចដើមវិញពេលដែលបងជាបងត្រូវយកអ្វីដែលជារបស់បងមកវិញទាំងអស់បងយល់ទេអាជីខ្ញុំគឺអាជីចង់ជួបឈិញមែនទេចាំខ្ញុំទៅឲ្យនាងឲ្យមកជួបបងឥឡូវនេះគ្រូពេទ្យខាងនោះអូយកសានេះខ្ញុំតាមរកយូរហើយនៅនេះសោះអត់មកខ្ញុំមកពួកគេរៀបការពីម្សិលមិញបើមិនសប្បាយចិត្តយំទៅបើមិនយំនិយាយអីមួយម៉ាត់មកចោលបងធ្វើយ៉ាងនេះខ្ញុំខ្លាចណាស់អ្នកជំងឺលេងស្ទាត់ក្លិនអាហារច្រើនណាស់ហើយនេះហើយយើងចង់ដឹងថាតើក្លិនអាហារអ្វីដែលគេនៅចាំបានអញ្ចឹងត្រូវសាកល្បងច្រើនណាស់មើលនេះទឹកខ្ញីនេះយ៉ាងម៉េចដែរទៅរសជាតិឆ្ងាញ់មែនទេពិសាច្រើនទៅ
លោកគ្រូពេទ្យបើសិនជាមានការប្រហែសធ្វើឲ្យគាត់ខឹងតែយ៉ាងម៉េចទៅ វាស្រេចទៅលើការខឹងនេះដល់កម្រិតណាជួនកាលធ្វើឲ្យគេឈួតជួនកាលធ្វើឲ្យគេល្ងងហើយជួនកាលខ្លាចដូចជាកូនក្មេងអញ្ចឹង កាយចេញបងមិនពិសាអីច្រើនថ្ងៃហើយសូមមេត្តាអាណិតខ្ញុំបញ្ចុកបងឲ្យបងពិសាណាខ្ញុំបានយូរហើយពិសាទៅ រំរយមុខទៅឲ្យយើងសាឡបងឥឡូវនេះខ្ញុំទិញស្ករសូកូឡាមកយកមកឲ្យគេហូបបើថាគេមិនហូបទេខ្ញុំហូបខ្លួនឯងក៏បានដែរគេខានហូបប្រហែលថ្ងៃហើយពី3ថ្ងៃហើយថាចេញហើយចេញឯងត្រូវតែស៊ីឯងត្រូវទុកជីវិតឯងដើម្បីសងសឹកហើយយើងដើម្បីសងសឹកស៊ីទៅឯងត្រូវតែស៊ីអស់ទៅស៊ីទៅណែនេះទៅណែកុំហើយចេញណែស៊ីទៅស៊ីអស់ទៅស៊ីទៅគេព្រមហូបហើយគេដូចជាមានរសជាតិឆ្ងាញ់ណាស់ឲ្យគេព្រមហើយស៊ីទៅថែមទៀតទៅគេព្រមហូបឲ្យតាថែមទៀតទៅមិនចុកទៀតទេអត់ចានណាតាមពិតសូកូឡាមានជាតិល្វីងទៅបានជាគេចូលចិត្តហូបអញ្ចឹងនឹងជួយអត់មានការអីនៅខាងក្រៅគេផ្សព្វផ្សាយថាកៅជីមតស្លាប់ហើយគាត់មិនតស្លាប់មែនគាត់នៅរស់តែបើខាងក្រៅគេដឹងកើតឲ្យគាត់ដឹងដែរគេប្រកាសជាតាមសំណាក់កៅជីអញ្ចឹងយកអ្នកជំងឺទៅផ្ទះក៏បានដែរតែកុំភ្លេចឲ្យសោះថាខួរក្បាលរបស់គេធ្លាប់ត្រូវរបួសធ្វើយ៉ាងណាកុំឲ្យគេមានការឈឺចាប់តទៅទៀតចាខ្ញុំដឹងហើយមិនឲ្យគេខឹងទេថ្លៃឆ្នាំរបស់គេជាង30ម៉ឺននេះជាអ្នកទទួលខុសត្រូវជាង30ម៉ឺនមិនថ្លៃទេទីបំផុតខ្ញុំមាន30ម៉ឺនរួចឲ្យនាំកៅជីងត្រឡប់ទៅផ្ទះប៉ុន្មានថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ពីព្រោះខ្ញុំបានជួយមុខទឹកឲ្យគាត់រាល់ថ្ងៃខ្ញុំផ្លៃបងអត់សុខខ្ញុំបានយកកសែតវីដេអូឲ្យបងមើលតាមពិតនេះជារឿងដែលខ្ញុំចូលចិត្តមើលដែរតែឃើញរឿងរបស់បងខ្ញុំក៏ដឹងថាបងចូលចិត្តមើលរឿងបរទេសដែររឿងនេះខ្ញុំបានមើលច្រើនលើកហើយនោះម្នាក់នេះគឺអាឡាក់ដឺឡុងគេសម្ដែងបានល្អណាស់គេនិយាយថាទូឯងនៅសៀងហៃក៏ធ្វើតាមគាត់ដែរសក់របស់គេរលោងស្អាតរៀងក៏សង្ហាជូរហើយបងមិនទាន់និយាយអីសោះនៅទីនេះអស់រយៈពេល2ខែហើយម៉ាក់ខ្ញុំបាននិយាយថាបើសិនជាមានអីមិនសប្បាយនៅក្នុងចិត្តកុំលាក់ទុកនៅក្នុងចិត្តគួរតែនិយាយចេញមកអស់និយាយចេញមកវានឹងបានធូរក្នុងចិត្តខ្លះឥឡូវមានការអីបងត្រូវតែនិយាយចេញមកនិយាយការពិតទៅបើសិនជារយៈពេល1ខែមុននេះខ្ញុំជាបងវិញខ្ញុំក៏មិនចង់រស់ដែរមិនអាចកម្រើខ្លួនបានហើយហាមកនិយាយមិនចេញវេទនាជាងជាប់គុកទៅទៀតបើសិនជារស់បែបនេះអស់មួយជីវិតមិនជារឿងធម្មតាទេប៉ុន្តែបងមានសំណាងល្អប៉ុន្តែយូរប៉ុន្មានបងនឹងបានជាដូចតាមវិញណែទេវតាកំពុងតែជួយបងត្រូវចេះថែខ្លួនឯងឲ្យបានល្អយល់ទេបើសិនជាសាក់បងសឹកដូចជាអាឡាំងដឺឡុងបងប្រកាសជាស្អាតជាងអាឡាំងដឺឡុងទៅទៀតស្អុយណាថាម៉េចសន្សំចឹងស្អុយណាបងនិយាយជាមួយខ្ញុំហ៎បងព្រមនិយាយជាមួយខ្ញុំហើយខ្ញុំមកដល់ទីនេះ2ខែខ្ញុំយល់ច្បាស់ហើយខ្ញុំចាញ់គ្នាសល់អ្វីខ្ញុំចាញ់ឆាជីវិតដូចជាការលេងល្បែងអញ្ចឹងពេលចាស់លោកពោលថាលេងល្បែងមិនទាន់ដល់ដំណាក់កាលចុងក្រោយគឺមិនទាន់ឈ្នះចាញ់ទេសូមអរគុណបើគុំតែបាននាងខ្ញុំប្រហែលជាមិនរត់ទេបងត្រូវយករបស់ណាដែលជារបស់បងមកវិញតែលើក្រោយទៅលេងល្បែងកុំភ្លេចតែងខ្លួនឲ្យដូចជាអាឡាំងដឺឡុងកុំអីសិតសក់ដូចអាឡាំងដឺឡុងនៅពេលតែបែកញើសស្អុយខ្លាំងណាស់តែខ្ញុំចង់ឃើញបងសិតសក់បែបនោះណាបាទខ្ញុំមិនសិតសក់ជ្រុងដូចជានាងនិយាយអញ្ចឹងបងសិតនៅក្នុងពេលនេះហ៎សិតពេលនេះតែម្ដងចាប់ផ្ដើមទៅ你好久没有说过话，回来1、2个多月。我妈曾经说过呢，有不开心的事不要闷在心里头。ខ្ចីប្រាក់ពីលោកប៉ារបស់នាងណាពិតមែនហើយបើមិនអញ្ចឹងធ្វើយ៉ាងណាអាចជួយកៅជីងបានខ្ញុំមិនមែនខ្លាចគាត់មិនឲ្យទេក៏ប៉ុន្តែខ្ញុំខ្លាចគាត់គ្មានប្រាក់អីគាត់ជំពាក់អាជីវច្រើនណាស់ហើយបើសិនជាគេមករករឿងគាត់បានលុយណាសងគេបានហើយគិតមើលច្បាស់សិនទៅជួយផងជួយផងលោកប៉ាជួយយើងផងមិនក៏ធ្វើបាបប៉ារបស់យើងហើយđâyពុករបស់នាងគឺជំពាក់ប្រាក់យើងមួយយ៉ាងទៀតនាងជាអ្នកវាយយើងត្រូវតែទូទាត់បញ្ជីជាមួយនាងត្រូវការប្រាក់មែនទេអាស៊ូមិនយកចោះចូលសិនហើយចង់ទូយើងជំនួសឈួតហើយមានប្រាក់ពីណាមកយើងគ្មានប្រាក់មែនតែគូដណ្ដឹងរបស់នាងរបស់យើងមិនខ្វះទេហើយចង់និយាយថាម៉េចគូដណ្ដឹងរបស់នាងយើងគឺជាទេវតាល្បីដល់ល្បីឈ្មោះបំផុតនៅក្នុងលោកនេះពេលនេះខ្ញុំមិននិយាយកម្មការដែរហើយចង់និយាយថាម៉េចទេវតាល្បីពេលនេះគេកំពុងតែក្រេបទឹកឃ្មុំបាត់ហើយគេក្រេបទឹកឃ្មុំបណ្ណាគេតាក់ទងជាមួយនាងរបស់យើងបានហើយឥឡូវយើងទៅពេលឯងទីមកតែនាំទេវតាល្បីមកជួបជឹងបើមិនចឹងទេឯងមកយកសាកសពឲ្យកូនគេទាំងពីរទៅហើយកុំផ្ដឹងពលីឲ្យសោះស្ដាប់បានទេស្ដាប់បានទេវីបយកន្លែងនេះពិតជាស័ក្តិសមកន្លែងព្យាបាលរបស់មិនយើងបានជួបគ្រូពេទ្យព្យាបាលឯងដែរគេថៃមានសំណាងល្អក្នុងចំណោមមនុស្ស100000គ្មានអ្នកណាមានសំណាងល្អដូចឯងចឹងទេអាណាចង់ជួបបងស្រីរបស់ឯងបងចេញ
បងសុខសប្បាយជាតិទេបងមិនអីជាការល្អណាស់ អាជីងទៅតែមកពីឡាស្វីកាគេមិនធំញ៉ាំអាហារនៅទីនោះទេអាជីងពេលនេះគេមានទម្ងន់ទៅហើយសុភមង្គលខ្ញុំទទួលបានគឺអាជីងខ្ញុំមិនយកចិត្តទុកដាក់ស្រឡាញ់នេះហើយខ្ញុំនឹងឲ្យកូនរបស់ខ្ញុំមានអនាគតពួកតែចុះហើយមិនស្រួលខ្លួនទេតែចុះអាជីងនាងមានការចង់និយាយជាមួយអាជីងមែនទេនាងយ៉ាងម៉េចទៅហើយ បងជីងទោះថ្ងៃក្រោយកូនរបស់ខ្ញុំស្រីក៏ដោយឬប្រុសក៏ដោយខ្ញុំនឹងឲ្យគេប្រើឈ្មោះកៅស៊ីងនឹងឲ្យគេធ្វើជាកូនធររបស់បងគេធ្វើជាកូនធររបស់ឯងថ្ងៃក្រោយគេចង់ធ្វើអ្វីក៏បានដែរឯងនិយាយកុហកអាជីងឯងយ៉ាងម៉េចហ្នឹងនេះគ្មានសុភមង្គលទេនេះគ្មានសុភមង្គលទេនាងនិយាយកុហកខ្ញុំ បងជីងសុំទោសបងនិយាយខុសហើយ នេះមិនប្រមរាការទេប៉ុន្តែឪពុករបស់នាងហើយនៅទីនេះខំនេះគ្មានសុភមង្គលទេគេបង្ខំនាងរៀបតាមមែនទេ មិនមែនចឹងទេមិនមែនទេខ្ញុំដឹងថានេះគ្មានសុភមង្គលទេនេះគ្មានសុភមង្គលទេនាងនិយាយប្រាប់ខ្ញុំមក បានហើយបានហើយ នេះប្រាប់ខ្ញុំមកទេនេះគ្មានសុភមង្គលទេនេះគ្មានសុភមង្គលទេនេះគ្មានទេនេះគ្មានសុភមង្គលទេនេះរបស់ខ្ញុំសូមនិយាយការពិតទៅខ្ញុំមិនបានទេខ្ញុំមិនបានទេនេះនិយាយការពិតទៅគេទៅខ្ញុំមិនបានទេនិយាយការពិតទៅនិយាយការពិតទៅ បងជីងស្នេហារបស់ជីងជារឿងធម្មតាឥឡូវខ្ញុំជាបងថ្លៃបងត្រូវគួរសមផងវីបយអ្នកនាងឈីទៅលោកតកាចាប់ខ្លួនបាត់ទៅហើយតើអ្នកណាទៅជួយគាត់ទៅពីមកកន្លងផុតឲ្យអាស៊ូមិនទាន់ឃើញត្រឡប់មកវិញទៀតបើយ៉ាត់លងអូឲ្យពួកឯងហើយនេះលងអូហ៎ឥឡូវកំភ្លើងទាំង5កំពុងតែដំណងទៅហើយឯងនិយាយទៅមែនគេមិនមកទេអញ្ចឹងឲ្យមកធ្វើស្អីសុំទោសអ្នកទាំងអស់គ្នាទេវតាលបែងណាមកធម្មតាទេវតាលបែងមានសពវិញមែន បងសម្លាញ់ជួយខ្ញុំផងខ្ញុំជាទេវតាលបែងសូមមេត្តាផ្ដល់កិត្តិយសដល់ខ្ញុំដល់លេខសរសើររបស់ខ្ញុំទៅបានទេហើយពិតជាទេវតាលបែងមែនពិតជាទេវតាលបែងមែនបើសិនជាបងមិនជឿទេផ្លោជាមួយគាត់ទៅបើសិនជាបងចាញ់ដល់លេខនាងឈីមិនអីទេឲ្យគេជាអ្នកធ្វើមេខ្ញុំជាអ្នកចាស់អស់ចាមែន6 3ដកចង្រៃយោហើយស្មានតែយើងជាកូនក្មេងហ៎អាយយោយហើយជាទេវតាលបែងហើយពូកែលេងលោកឡើងហ្នឹងមែនទេសំលោកដល់ដៃរបស់លោកចេះសិនទៅហើយលើយើងក៏លោកឯងចាក់បន្តិចទៀតឯងក៏លោកយើងជាអ្នកចាក់ហើយជប់លេងឯងគ្មានលេងគួរសប្បាយទេហើយខ្ញុំអត់ដឹងថាអញ្ចឹងសោះធំហា3 4 4ពិតជាធំមែនត្រូវហើយយើងឈ្នះហើយឆាប់ដល់លេខលោកប៉ាយើងទៅដល់លេងគេទៅហើយនេះបានចោលដល់លេងខ្ញុំហើយនេះបានចោលដល់លេងគេដល់ទី2គឺខ្ញុំហ៎កុំភ័យអីខ្ញុំបកែណាចាទៅខ្ញុំចាក់ធំ11គ្រាប់ធំមិនកើតទេគេមិនទាន់ក្លុកឯណាអ្នកណាធំកើតចាប់បងទៅមួយ3ដងពិតជាល្ងងមែនឥឡូវនេះម្ដងទៀតឲ្យចាំលើកបានខ្ញុំចាក់ទៅ4 5 6ធំបងធំដូចជាចំណៃចាប់ដល់លេងគេព្រៀនទៅចាំលើកបានណែស្ដាប់បានទេដល់លេងខ្ញុំផងឥឡូវនេះដល់វិញជាងម្ដងម្ដងនេះតែចាក់លេខប្រហែលទៅបាយអាចឈ្នះបានចាក់ទៅលេខ1និយាយម្ដងទៀតលេខ1គ្រាប់លោកឡើងមាន3គ្រាប់ណាបងជីងបងច្រឡំទេដឹងបងធំនេះជាអាយុជីវិតរបស់ខ្ញុំកុំយកមកលេខសាយឲ្យសោះណាលេខ1អាណាគ្រាប់លោកឡើងផ្សេងទៀតខ្ញុំឃើញលោកលួចយកគ្រាប់លោកឡើងមួយដែរតើគេជាអ្នកណាហើយបានជាពូកែខ្ញុំឥឡូវគាត់មិនមែនធ្វើពុតទេគឺជាទេវតាលបែងមែនគាត់ពិតជាឈួតដល់លេងខ្ញុំទៅខ្ញុំជប់លេងហើយបងជឿអើយខ្ញុំសុំបងនិយាយថាម៉េចអត់ទេសាច់សាច់សាច់ទៅគេទៅอุ้ยឆាប់នាំគ្នាទៅបលីមកដល់ឥឡូវនេះហើយកុំមកដល់ខ្លាំងពេកទៅឡើងទៅជាល្ងងមែនអ្នកដែលល្ងងគឺបងគេយ៉ាងម៉េចទៅហើយតាមពេលពិនិត្យអារម្មណ៍របស់គេដូចជាម្លោះខ្ញុំសន្និដ្ឋានថានេះជាជំងឺសរសៃប្រសាទក្នុងជំហានទី1គេប្រហែលជាគ្មានសង្ឃឹមទេបងចេញកុំតាត់គេមកនេះឲ្យឆាប់ឡើងទៅមកនេះមកឲ្យឆាប់ឡើងមក
បងជីបងកុំធ្វើអញ្ចឹងបងធ្វើអីបងអត់ជីកុំធ្វើអញ្ចឹងណាបងជីកុំធ្វើអញ្ចឹងបងជីគាត់យ៉ាងម៉េចទៅហើយតាមការពិនិត្យអារម្មណ៍របស់គេដូចជាមិនស្រួលតាមខ្ញុំស្មានគេទៅជាមានអាយខ្វះជំនាញទី1យើងកំពុងតែគិតតើគេឈួតពិតឬក៏មិនពិតប៉ុណ្ណឹងទៅឲ្យមានន័យមិនឈួតកន្លែងលោកប៉ាបានសួរគេហើយតើប្រយ័ត្នប្រយែងទៅល្អជាងតំណែងជាទេវតាល្បាញឥឡូវនេះនៅចំពោះមុខមានសត្រូវម្នាក់យ៉ាងធំទៀតរឿងនេះមិនមែនធម្មតាទេវានឹងប៉ះពាល់ដល់កិត្តិយសរបស់យើងកាលពីមុននៅ Las Vegas មានគេទទួលស្វាគមន៍យើងច្រើនណាស់ឥឡូវស្រាប់តែរៀបចំកម្មវិធីប្រកួតម្ដងទៀតខ្ញុំមិនដឹងថាគេកំពុងតែធ្វើស្អីនោះទេដូចជានយោបាយអញ្ចឹងការលេងល្បែងគឺមានឈ្នះមានចាញ់បើឲ្យពួកអាស៊ីមកធ្វើជាទេវតាល្បែងពួកអឺរ៉ុបវាប្រកាសជាអាម៉ាស់មកខ្លាំងណាស់ឯដឹងទេនៅជាមួយពួកបរទេសក៏មិនឈ្នះខ្ញុំដែរពិតមែនហើយបើសិនជាការជីងមិនមែនឈួតពិតប្រកបទេគេទៅចូលរួមក្នុងការប្រកួតពិភពលោកអញ្ចឹងឯងមានសង្ឃឹមអាចឈ្នះគេដែរទេចេញមកលេងសាប់ខ្ញុំលេងនាងលុយស្ដាប់ស្អីគ្មានទេខ្ញុំគ្រាន់តែដាក់កាន់តែលេងខ្ញុំទេតែរបស់នាងពិតជាទុំណាគ្រាន់តែច្បាច់តែនឹងនាងជួយដែរមែនទេលេងខ្ញុំនាងគឺជាប្រពន្ធរបស់យើងត្រូវតែជួយយើងលេងដៃខ្ញុំទេតែនាងហ៊ានប្រឡេកណានាងប្រកាសជាមានគ្រោះថ្នាក់នាងឲ្យការជិញ្ចូលរួមការប្រកួតមែនដើម្បីជួយគាត់ខ្ញុំបានលុបផ្ទះរបស់លោកយាយហើយនាងឲ្យគេចូលរួមដូចជាធ្វើបាបគេយ៉ាងអញ្ចឹងឆាប់ជួយគេផងទៅមានតែដំណើររបស់គេទេទើបអាចចូលរួមបានខ្ញុំគ្មានសិទ្ធិទេអញ្ចឹងបើគ្មានជួយផង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 គេចាប់កៅជីងទៅបាត់ហើយអត់បានការមែនប្រកាសជាកៅឲ្យបញ្ជាពួកវាតាមចាប់កៅជីងហើយបើយើងស្មានមកខុសទេគេចាប់កៅជីងពិតជាមានគោលបំណងថ្ងៃស្អែកនេះគេប្រកាសជាធ្វើសម្ភារជាមួយអ្នកកសែតយើងទៅមកកៅតាមរកៅឲ្យភ្លាមយើងមិនអត់អន់ឲ្យអ្នកដែលធ្វើបាបមិត្តភក្តិរបស់យើងជាដាច់ខាតសូមអ្នកកសែតទាំងឡាយមេត្តាបាថោះបានហើយទេនេះគឺជាច្បាប់នៅក្នុងថ្ងៃនេះការជួបជុំរបស់ទេវតាល្បែងក្នុងថ្ងៃនេះនឹងចាប់ផ្ដើមការប្រកួតហើយអ្វីទៅថាអ្នកតំណាងអូស្ត្រាលីកូរ៉េគេមិនទាន់មកដល់មែនក៏ប៉ុន្តែយើងមិនអាចរងចាំតទៅទៀតបានទេឥឡូវនេះយើងសូមស្វាគមន៍ទេវតាល្បែងលោកកៅហើយសូមប្រកាសចាប់ផ្ដើមកម្មវិធីចាប់ពីពេលនេះតទៅកៅអូឆាប់ដល់លេងកៅជីងភ្លាមយើងមិនដឹងថានេះចង់និយាយថាម៉េចទេឯងនេះឯងចង់ធ្វើស្អីឯងជាណាឯងចង់យ៉ាងម៉េចឯងមានដឹងដែរទេនេះជាកន្លែងត្រឹមត្រូវឯងនិយាយបានតែមិនអាចប្រាដៃបានទេយើងគឺជាមនុស្សសម្រាប់ចាត់ការមនុស្សថោកទាបព្រៃផ្សៃដែលគ្មានឪពុកម្ដាយអប់រំដូចជាឯងអញ្ចឹងមនុស្សថោកទាបសាហាវព្រៃផ្សៃដូចជាឯងរស់នៅក្នុងសង្គមក៏អាចបានប្រយោជន៍ដែរអាចយ៉ាងណាឯងចង់និយាយថាម៉េចឯងជាយើងខ្ញុំណាអ្នកទាំងអស់គ្នាដំណើររបស់ប្រទេសអូស្ត្រាលីបានមកដល់ហើយសូមស្វាគមន៍សូមទោសដែលខ្ញុំមកនិយាយពេលបន្តិចសូមតើលោកឈ្មោះអីដែរខ្ញុំឈ្មោះកាជីងអ្នកដែលមានរបបការពីលើមុនឥឡូវនេះខ្ញុំជាហើយខ្ញុំទទួលការអញ្ជើញរបស់លោកវ៉ាងជាហើយនៅអូស្ត្រាលីដើម្បីចូលរួមការប្រកួតលើកនេះម្ដងនេះខ្ញុំមិនអ្នកទាំងអស់គ្នាអត់សង្ឃឹមទេចាកាជីងបងជាខ្ញុំសប្បាយចិត្តណាស់ខ្ញុំមិនអីតតែសោះក៏ប៉ុន្តែកន្លងមកគេយកឡើង FBI ពិសេសមកតាមដានសកម្មភាពរបស់យើង FBI អាជីងបើខ្ញុំមិនធ្វើពុតលប់សតិខ្ញុំក៏មិនអាចរស់ដល់សប្តាហ៍នេះដែរអញ្ចឹងបងក៏ហក់ខ្ញុំដែរហ៎មិនមែនទេខ្ញុំជប់ខំមានវាទៅវិញតាមពិតមានគេតាមដានរឿងយើងម្យ៉ាងទៀតបងបានតំណែងតំណងមនុស្សដែលនៅអូស្ត្រាលីរួចទៅហើយមែនទេខ្ញុំប្រើវិធីចាស់កម្រិលគឺសរសេរសម្បត្តិខ្ញុំសរសេរសម្បត្តិតាំងពីដើមដល់ចប់ហេតុអីបានជាខ្ញុំមិនដឹងមានកិច្ចការជាច្រើននេះមិនអាចដឹងបានទេតែចាប់ពីពេលនេះតទៅអ្វីក៏ខ្ញុំដឹងឮដែរស្ដាប់បានទេស្វាចិត្តចុះទេខ្ញុំត្រូវតែដឹងតើផ្ទះនេះមានបញ្ហាទេគេជាអ្នករៀបចំឲ្យយើងយប់នេះយើងគួរតែសម្រាប់បានស្រួលទៅអញ្ចឹងថ្ងៃស្អែកបងមានការជឿជាក់ដែរឬក៏អត់កៅឲ្យត្រូវទប់ទល់ជាមួយជើងឯងម្នាក់មកពីហ្វីលីពីនឈ្មោះថននេះប៉ុន្តែរឿងដែលខ្ញុំបារម្ភគឺឈិញស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពួកគេប្រហែលជាមិនអីទេបញ្ហាមួយទៀតដែលខ្ញុំមានការបារម្ភនោះគឺបើថ្ងៃស្អែកគេមិនអាចយកឈ្នះខ្ញុំបានទេយប់នេះគេប្រកាសជាឲ្យមនុស្សមកតាមសម្រាប់ខ្ញុំលោកតកែយើងគួរចាត់ការរឿងមួយយ៉ាងណាអាចចោលយប់នេះម៉ោង 11 កន្លះនៅពេលដែលគេចូលចិត្តហើយពេលដែលគេត្រូវការសម្រាប់ដល់ពេលនោះចាត់ការគេទៅរយៈពេល 3 នាទីត្រូវសម្រាប់មនុស្សទាំងអស់បាទកាលដែលឯងនៅវៀតណាមឯងធ្លាប់ប្រយុទ្ធជាមួយនឹងឡុងអូហើយឯងក៏ស្គាល់អ្វីដែលគេច្បាស់នៅវៀតណាមឯងរត់ទួយ
ហើយយប់នេះគេមិនអាចរត់រួចនោះទេប្រយ័ត្នប្រយែងទៅល្អជាងជប់នេះបងនៅក្នុងបន្ទប់ប្រកាសជាគ្មានគ្រោះថ្នាក់ទេទោះជាយ៉ាងណាក៏យើងមិនបែកគ្នាដែរឆាប់ទៅបងធំឯងកុំសម្រាប់ខ្ញុំអីបងចង់ដឹងអីខ្ញុំប្រាប់ឥឡូវនេះអាជីពនឹងលោកកៅជីនៅក្នុងបន្ទប់របស់គេដែលមានទំហំ 2000 ម៉ែត្រការ៉េស្រួលរត់ណាប់កាប់បាយចំទី2ទូទឹកកកនៅក្នុងនោះមានមាត់ដុតមាត់អាងចង់ពិសាយកខ្លួនឯងទៅលងអ៊ូកំពុងតែងូតទឹកគេមិនទាន់ចេញមកទេសូមប្រយ័ត្នប្រយែងរអិលស្ប៊ូច្រើនណាស់ទោះជាយ៉ាងណាក៏ដោយគឺងាយស្រួលបំផុតខ្ញុំជាការមកបាយគ្នាឯងទេខ្ញុំភ័យសឹងដាច់ខ្យល់ហើយអាចចោលដល់ឯងគេទៅទីនេះមិនមែនជាវៀតណាមទេបងជីកៅជីឡងបាយគ្រាន់បានហើយឆាប់ជួយនេះយើងរកពី1ដល់3បើមិនចឹងទេយើងទម្លាក់ទៅខាងក្រៅទៀតស្ដាប់ហើយនេះលុយហេយ៉ាង ដល់ពេលហើយមិនដាច់ចិត្តទៅអីខ្ញុំចង់ជួបនាងណាស៊ីវជីខ្ញុំមកហើយលោកគ្រូពេទ្យថាជាអង្គខាងក្រៅខ្នត់របស់នាងបាត់តិចអស់ប្រហែលជាគ្មានសង្ឃឹមទេអាជីខ្ញុំដឹងថានាងប្រកាសជាស្ដាប់សម្ដីរបស់ខ្ញុំបានទាំងអស់ពួកវាធ្វើបាននាងយ៉ាងនេះខ្ញុំមិនអត់អោននៅពួកវាជាដាច់ខាតឥឡូវនេះនាងដូចជានៅក្នុងប្រអប់មួយអញ្ចឹង
ក្នុងទីងងឹតมันអាចកម្រើកបានម្យ៉ាងទៀតប្រអប់នេះអូនមិនអាចបាក់បានទេបងមិនចង់ឲ្យអូនស្ថិតនៅក្នុងសភាពវេទនាទេបងបាននិយាយឲ្យថាបងនឹងធ្វើសក់តាមសំណពររបស់អូនតែមិនថាអូនមិនឃើញតែបងសន្យាបងត្រូវតែធ្វើតាមអូនប្រគល់លបាយប្រចាំពិភពលោកមានអ្នកតំណាងឲ្យប្រទេសអូស្ត្រាលីគឺលោកកៅជីងអ្នកតំណាងឲ្យម៉ាកាគឺលោកកៅអៅអ្នកតំណាងឲ្យកូរ៉េលោកជីងអ៊ីសុងអ្នកតំណាងឲ្យសហរដ្ឋអាមេរិកថិនយ៉ាសិនអ្នកតំណាងឲ្យហ្វីលីពីនម៉ានីម៉ារ៉ូណូអ្នកតំណាងឲ្យអូស្ត្រាលីគឺលោកផេរីស៊ីឌីអ្នកទាំងអស់គ្នាមាន6នាក់តែគ្មានកំណត់តែតិចបំផុតក្នុងម្នាក់ត្រូវមាន5លានហើយនេះគឺជាសញ្ញាដែលថលឹងនៅក្នុងបនលបាយពិសេសរបស់យើងដែលមិនអាចคล้ายៗបានឡើយពីព្រោះវាទាំងពីរហ៊ូនេះមានក្បាច់ការខុសពីគ្នាវាដែលលេងមួយក្តាររួចហើយនឹងកំទេចចោលទាំងអស់មិនទុកមួយសន្លឹកឡើយហើយនេះហើយមិនឲ្យប៉ះពាល់ដល់ជើងឯងក្នុងការប្រកួតបើមិនចាំបាច់អ្នកដែលចូលរួមប្រកួតនាំគ្នាចូលបានតែ3នាក់ហើយកំណត់36ក្តារចាញ់គ្នាសូមស្វាគមន៍លោកកៅពួកគេមកជុំគ្នាអស់ហើយសូមជើញចូលទៅសំទុករឿងពីជាមួយខ្ញុំមានការសោកស្ដាយតែខ្ញុំជឿថាក្រោយពេលប្រកួតហើយកាន់តែមានការឈឺចាប់ថែមទៀតម្យ៉ាងទៀតខ្ញុំចង់និយាយប្រាប់ឯងយូរហើយសិតសក់បែបនេះវាអាក្រក់មើលខ្លាំងណាស់បងជីងខ្ញុំមានកិច្ចការខ្លះចង់និយាយជាមួយបងថ្ងៃក្រោយចង់និយាយគ្នាតែរឿងនេះសំខាន់ណាស់ការប្រគល់លបាយចាប់ផ្ដើមបងជីវយប់នេះសូមអង្គុយនៅខាងក្រោយអាជីងកន្លងមកគេមានទម្លាប់អាក្រក់មួយគេចូលចិត្តទីសិលឹកបៀឡើងមើលយូរណាស់មកហើយនៅតែមានទម្លាប់ចាំមិនកែប្រែក៏ប៉ុន្តែខ្ញុំខ្លាចវាមានការប្រែប្រួលខុសពីមុន30,000ខ្ញុំមិនតាមទេមិនតាម20កណ្ដាលឲ្យគេមិនការគេមិនចង់លេងតទៅទៀតរឿងមួយយ៉ាងនោះខ្ញុំហៅពីលៀនឯងទៅហៅថ្លៃវាដូចជាយឺតពេលពេកប្រើរបាយភាគច្រើននៅក្នុងអាប៉ៅរបស់ខ្ញុំទៅហើយពេលនេះបើសិនជាខ្ញុំធ្វើដូចឯងមិនតាមគ្រប់ដៃនោះក៏ខ្ញុំឆ្ងាយដែរឯងរហ័សលេងទេវតាល្បាញមិនក៏អន់ខ្លាំងម្ល៉េះជួនកាលធ្វើចាញ់ម្ដងពីរដងគឺរឿងធម្មតាទេខ្ញុំមិនតាមទេឯងពិតជានិយាយត្រូវមែនយើងគឺទេវតាល្បាញយើងមិនទុកពេលឯងទៀតទេមិនលៀនខ្ញុំតាមខ្ញុំតាម
ខ្ញុំជាអ្នកនិយាយថ្លៃម្ដង5លាន 5 លានចង់មើលបានបៀរបស់ខ្ញុំកុំសឹកខំឲ្យសោះ5លានខ្ញុំថែម10លានសរុបទាំងមុនក្រោយគឺ15លាន ខ្ញុំមិនចង់អន់ពេកទេបើមិនចឹងខ្ញុំប្រកាសជាគ្មានពេលខ្ញុំតាម អូស្ត្រាលីពិតជាមានប្រាក់ច្រើនណាស់ថៃពីចង់តាមផាកអញ្ចឹងលោកត្រាតែមាន32កុំល្ងងខ្លាំងពេក ខ្ញុំតាម10លានទៀតខ្ញុំចាប់សម្ដីឲ្យមិនខុសទេគឺ2 3សន្លឹកធម្មតាទេខ្ញុំដាក់ទាំងអស់ដាក់ទាំងអស់2 3ស្លឹកនេះគួរអស្ចារ្យហ្វីលីពីនយើងមិនខ្វះប្រាក់ទេថៃគេចាស់ស៊ីឯងបានបាត់ហើយទេវតាល្បីឯងយ៉ាងម៉េចដែរបាត់នេះរបស់គេគឺសន្លឹក10 កើចេញមានស្លឹក2 3ដាំហ្វីលីពីននោះនៅតាមទៀតលោកបានសេចក្តីថាគេប្រកាសជាមានកញ្ចប់3ដាំមើលទៅជាមិនគួរតាមទៀត តើបើសិនជាយើងលើកកន្សែងសនេះចេញមកបានន័យថាឯងតាមរហូតក៏មានការសង្ស័យឲ្យសោះយើងមានវិធីទប់ទល់ជាមួយនឹងអាចចេញហើយតែកំពូលស្ងៀតដល់ពេលនោះឯងគង់តែដឹងទេយ៉ាងណាក៏ដោយត្រូវតែធ្វើតាមកន្សែងរបស់យើងអ្នកទាំងអស់គ្នាត្រឹមត្រូវយ៉ាងនេះទៅហើយបើខ្ញុំមិនប្រឹងក៏មិនកើតដែរខ្ញុំជឿថាខ្ញុំមានសង្ឃឹមខ្ញុំតាម ឆ្កែយង សំទោមករបស់ខ្ញុំធំខាងសិនខ្ញុំជាអ្នកនិយាយថ្លៃ ម្នាក់នេះក៏អស់លុយដែរលើសល់តែឯងហើយនឹងខ្ញុំទេ មិនអីទេទុកពេលគេម្ដងទៅហើយសួរគេទៅមើលតើគេព្រមថែមប្រាក់ដែរទេខាងក្រោយខ្នងរបស់ខ្ញុំមានប្រាក់30លានដុល្លារអាមេរិកយើងទុកសិទ្ធឲ្យឯងលេងជាមួយយើងម្ដងទៀតចុះ ខ្ញុំសូមបាត់បៀសិនបាត់បៀបាត់អូយអ្នកទាំងអស់គ្នាលប់សតិមែនទេលោកកៅចេញលោកមានប្រាក់ថ្មីបន្ថែមដែរទេ ភាគីអូស្ត្រាលីគេមិនចង់មកថែប្រាក់ខ្ញុំទេ ខ្ញុំមាន នេះឈ្មោះទេ ចង់ធ្វើអីនោះហ៎ បងជីងអំបញ្ញមិញខ្ញុំចង់និយាយប្រាប់បងពីរឿងនេះណាកៅអីខ្ញុំតាមលេខបានហើយខ្ញុំបានយកប្រាក់សន្សំរបស់ខ្ញុំទាំងប៉ុន្មានមកនេះដើម្បីផ្ទាល់គ្នាម្ដងនេះគឺមូលប្រទានប័ណ្ណមានតម្លៃ30លានដុល្លារអាមេរិកខ្ញុំជួយបងកៅជីងចាស់ អាជី បងកៅជីងកុំរវល់នឹងខ្ញុំប្រាក់30លាននេះគឺខ្ញុំជាអ្នកជួយបងខ្ញុំឆាប់តាមនឹងគេហើយ ខ្ញុំប្រកាសគួរធ្វើយ៉ាងម៉េចហើយនាងទៅវិញចុះនេះគឺមូលប្រទានប័ណ្ណសូមជួយពិនិត្យ កៅចេញឯងពិតជាគ្រាន់បើមិនឯងហ៊ានលួចស្រឡាញ់ប្រពន្ធខ្ញុំ និយាយពាក្យថោកទៀតពេករឿងរបស់យើងតែពីរគួរតែទូទាត់នៅក្នុងថ្ងៃនេះឲ្យចប់ស្រេចបាច់ បានយើងយល់ព្រមទទួលមូលប្រទានប័ណ្ណនេះ បើមកថ្ងៃនេះខ្ញុំត្រូវយកអ្វីដែលជារបស់ខ្ញុំមកវិញប្រាក់សុទ្ធ30លានដុល្លារអាមេរិកថ្នល់យកឈ្នះចាញ់ ប្រាក់របស់យើងមិនចាញ់ឲ្យដល់ងាយនោះទេកៅចេញឯងលួចស្រឡាញ់ប្រពន្ធរបស់យើងនឹងយកសម្លឹកបៀរបស់យើងទិញដៃរបស់ឯងបើអ្នកណាចាញ់អ្នកនោះជាអ្នកកាប់ដៃរបស់ឯងចោល មិនក៏សាហាវខ្លាំងម្ល៉េះ ឯងនិយាយថាចង់កាប់ដៃរបស់យើងចោលយើងមានរឿងអីទុកពេលឯងសងសឹកជាមួយយើងទៀតនោះ លោកគណៈកម្មការតែអញ្ចឹងអាចធ្វើបានដែរទេ គំនុំតគ្រូរបស់អ្នកទាំងពីរគណៈកម្មការមិនចង់រវល់ទេ វាយទៅពីណៃឈួរទេយើងទុកដៃទៅពីអោបស្រីស្រីវិញយើងសាំកាចាស់យើងចោលយើងមិនតាមពួកឯងនាំខូចដៃរបស់យើងទេ យ៉ាងម៉េចឯងមិនហ៊ាន បាទលោកជាអ្នកបង្ខំខ្ញុំតាមបើវាទៅដៃខាន់មិនមែន10កើតទេព្រោះ10កើតលើខ្ញុំ សុំទោសបងជីងគឺខ្ញុំជាអ្នកបាត់បង់ខ្ញុំមិនជួយគាត់កម្មការដែរសុំទោស កាលពីល្មុនខ្ញុំជាអ្នកឈ្នះដោយសារថងផាសិនហើយលើនេះក៏ដូចកាលពីល្មុនដែរអ្នកទាំងអស់គ្នាខ្ញុំថងផាសិនហើយណាសន្លឹកដល់កើហេតុអីបានជាបាត់សន្លឹកដល់កើ ស៊ីនឹងលោកឲ្យអាឈីងដូរបាតបៀរបស់ខ្ញុំនេះគឺជាកម្ពុជាស្ទាបចុងក្រោយតែគួរស្ដាយណា
ពេលដែលខ្ញុំបានជួបអាឈិនជាលើកទី1ភ្នែករបស់នាងខុសប្លែកពីមុនឆ្ងាញ់ណាស់នាងជាស្រីក្បត់ចិត្តស្រីដែលក្បត់ចិត្តអ្វីក៏គេហ៊ានធ្វើដែរគឺខ្ញុំមានចេតនាឲ្យគេដោបាត់ឌីរបស់ខ្ញុំលោកឲ្យភ្នែកទេវតាសម្លឹងមើលឌីរបស់ខ្ញុំស្មានថាខ្ញុំមិនដឹងទេប៉ុន្តែអ្វីដែលគេបានមើលឃើញគ្រាន់តែជាជ្រុងស្លឹកឌីនៅក្នុងចិញ្ចៀនរបស់ខ្ញុំតែប៉ុណ្ណោះបានឌីរបស់ខ្ញុំមិនមែនស្លឹក10កើតទេតាមការពិតគឺស្លឹក3ជួងហើយនេះគឺជាកម្ពុជាស្នៀតដែលលោកបានបង្ហាត់ខ្ញុំថ្ងៃមុននោះលោកចាំទេហើយក៏ជាស្លឹក3ដែលខ្ញុំយកមកថ្វាយលោកដែរសូមអរគុណលោកហើយប្រើល្បិចអ្នកកម្មការគេប្រើល្បិចលោកគណៈកម្មការខ្ញុំធ្វើនេះគឺដោយសារតែគេប្រើល្បិចមកលើខ្ញុំមុនតើធ្វើអញ្ចឹងខុសច្បាប់ដែរទេលោកនិយាយទៅមើលមិនខុសទេតើបាននេះថាមើលគេមានស្លឹក2 3ដើមចំណែកលោកមានអត់តែមួយស្លឹកហើយនេះគឺគេជាអ្នកឈ្នះអូយ32ឈ្នះងាប់ខ្ញុំអើយជំពាក់ខ្លះសោះតាជំពាក់ដៃសងដៃយកទៅថើមកលោកជួយខ្ញុំផងខ្ញុំមិនចង់បាត់បង់ដៃទាំងពីររបស់ខ្ញុំនោះទេរហូតមកដល់ពេលនេះឯងនៅតែមិនតាន់យល់ទៀតនៅតែគ្មានប្រយោជន៍សម្រាប់គេមិនជួយឯងទេជួយឯងយកឯងក៏យើងលោកឆ្ងល់ណាស់ហេតុអីបានខ្លាចទៅជាកែមែនទេកាលពីលោកមុនកំភ្លើងពីដើមប្រើអត់លីងទៅហើយលោកប្រកាសជាទុកមកដើមសម្រាប់ខ្លួនឯងហើយនេះឲ្យបានតែខ្ញុំមកគេដូរជូនលោកតាំងពីពេលដែលលោកចូលមកម្លេះគួរតែប្រយ័ត្នខ្លួនឲ្យមែនតែល្អជាងម្ដងនេះលោកប្រកាសជាគ្រោះថ្នាក់ធំហើយយើងសូមប្រកាសលទ្ធផលនៃការប្រកួតទេវតាល្បែងប្រចាំឆ្នាំនេះគឺលោកកៅជីងជាអ្នកទទួលជ័យជំនះតាំងពីពេលនោះមកមាននរណាបានជួបកៅជីងទៀតទេក៏ប៉ុន្តែមានមនុស្សជាច្រើននិយាយពីរឿងរបស់កៅជីងប្រាប់ខ្ញុំគេនិយាយថាកៅជីងមានកូនសត្វពីរនេះគឺអាកុំសម្បត្តិហើយនឹងអាសិញហើយមានខ្លះទៀតនិយាយថាគេបាននាំអាជីវកម្មនេះប៉ះបាត់ទៅហើយក៏ប៉ុន្តែរឿងនេះពិតឬមិនពិតនោះក៏គ្មាននរណាដឹងបានដែរ